ទីក្រុងមួយនៅក្នុងចំណោមទីក្រុងដែលយើងស្ដាប់ការពីម្សិលមិញណាគឺទីក្រុង Tokyo high speed ទៅទៅនឹងលបឿនអីណាទៅទៅនឹងសេដ្ឋកិច្ចឬក៏មធ្យោបាយធ្វើដំណើរ Tokyo យើងអានអំពីទីក្រុង Tokyo has a population of 35 million people អញ្ចឹងចំនួនប្រជាជនដែលរស់នៅក្នុងទីក្រុង Tokyo មានរហូតទៅដល់35លាននាក់ It is the largest city in the world គឺជាទីក្រុងដែលធំជាងគេនៅក្នុងពិភពលោក It is also one of the most exciting ចឹងគឺជាទីក្រុងមួយដែលពេញទៅដោយសេចក្តីរីករាយឬក៏សប្បាយអ្នកដែលទៅទីនោះគឺចូលចិត្តដោយសារតែវាសប្បាយរំភើបមានអីពិសេសដែលស្រួលមើលឬក៏មានកន្លែងដើរលេងច្រើន Everything move fast here ចឹងគ្រប់យ៉ាងទាំងអស់គឺគេដើរលឿនណាស់នៅទីនោះមិនថាសេដ្ឋកិច្ចឬក៏ការរៀបចំផ្សេងគឺគេថាមានការអភិវឌ្ឍលឿន It has one of the biggest and busiest railway systems in the world មធ្យោបាយធ្វើដំណើរតាមរថភ្លើងហ្នឹងគឺមមាញឹកជាងគេហើយនឹងធំជាងគេនៅក្នុងពិភពលោក Every day 11 million commuter ចឹងរៀងរាល់ថ្ងៃ11លានអ្នក commuter គឺអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរហ្នឹងហើយ use it to get to ចឹងប្រើប្រាស់វាដើម្បីទៅកន្លែងផ្សេង and from work ហើយនឹងមកពីកន្លែងការងារចឹងទៅមកហ្នឹងរាល់ថ្ងៃនេះប្រហែលជា11លានអ្នកចឹងគេធ្វើចរាចរណ៍ទៅក្នុងមធ្យោបាយធ្វើដំណើរ people earn the highest salaries ចឹងប្រជាជននៅទីនោះគឺរកចំណូលបានច្រើនជាងគេ highest ទៅនឹងពិភពលោកឯងណាចឹង superlative and they spend the most money ណាចំណាយទាំងអស់ most money ចំណាយច្រើន they wear the latest fashions ចឹងពួកគេស្លៀកពាក់ខោអាវដែលទៅតែចេញស៊េរីចុងក្រោយបង្អស់ and have the most up to date phones ហើយបើនិយាយពីទូរស័ព្ទចេញ17គឺប្រើ17ហ្នឹងណា latest គឺស៊េរីចុងក្រោយ It is the world's most expensive city នេះគឺជាទីក្រុងណាដែលមានតម្លៃថ្លៃជាងគេនៅក្នុងពិភពលោកនោះទីក្រុង Tokyo ណាអាចមើលបានបើមានឱកាសអ្នកគ្នាអាចទៅលេងទីក្រុង Tokyo ម្ដងមើល Old and new ចឹងទៅនឹងថ្មីហើយនឹងចាស់គឺនិយាយអីគេខ្លះ Tokyo was originally a small fishing village called Edo ចឹងទីក្រុង Tokyo ពីមុនគឺមកពីប្រភពដើមមានឈ្មោះថានោះគឺជាទីក្រុងនេសាទមួយទេដែលមានឈ្មោះថា Edo The name changed in 1868 ចឹងឈ្មោះត្រូវបានផ្លាស់ប្ដូរនៅឆ្នាំ1868 when the emperor moved there នេះចឹងពេលដែលអធិរាជបានផ្លាស់ប្ដូរទៅទីនោះ move there វិញស្ថាបត្យកម្មវិញគឺនឹងមានការផ្លាស់ប្ដូរឬក៏ទំនើបThere are not many old building គឺអត់មានអគារចាស់ទេ because ដោយសារតែ the 1923 នៅឆ្នាំ1923 earthquake ហ្នឹងគឺទៅតាមរំទៃ and the second world war ហើយនឹងសង្គ្រាម second គឺសង្គ្រាមលោកលើកទី2ដែរ but traditional Japan is always near ប៉ុន្តែវប្បធម៌គេគឺអត់ទៅណាឆ្ងាយអត់ផ្លាស់ប្ដូរទេ with many Shanto Strange នឹងមានទ្វារយើងឃើញបកគោល2ហ្នឹងគេនឹងច្រើន and public bath around the city ហើយនឹងមានអាងទឹកជុំវិញទីក្រុងដែរ Visiting Tokyo ចឹងបើយើងទៅទីក្រុង Tokyo វិញ Tokyo is on the east coast of Japan ចឹងបើយើងឃើញវាគឺវាស្ថិតនៅភាគខាងកើតនៃមានមាត់សមុទ្រជាប់មាត់សមុទ្រThe summers are hot and humid ចឹងបើនៅរដូវក្តៅគឺវាក្តៅហើយនឹងមានសំណើមដែរណាមិនក្តៅស្ងួតទេ The most beautiful time of the year is spring ចឹងបើសិនជាយើងចង់ទៅលេងពេលដែលល្អឬក៏សប្បាយគឺជារដូវផ្ការីក is spring When the famous cherry blossom is on the tree នៅពេលដែលផ្កាសាគុរ៉ាហ្នឹងគឺបានរីកនៅលើដើមសាគុរ៉ាយ៉ាងស្រស់ស្អាត The city is hugeណាជួយនឹងធំចឹងទីក្រុងគឺធំ but it is one of the fastest city ប៉ុន្តែគឺជាទីក្រុងដែលbut it is one of the safest city in the world ហើយនឹងមិនតែប៉ុណ្ណឹងវាធំជាងគេប៉ុន្តែវាមានសុវត្ថិភាពជាងគេបើប្រៀបធៀបជាមួយទីក្រុងផ្សេងទៀតនៅក្នុងពិភពលោក Japan is mysterious ទីក្រុង
Japan គឺជាទីក្រុងអាថ៌កំបាំង It is difficult for foreigners to understand គឺវាពិបាកសម្រាប់ភ្ញៀវបរទេសក្នុងការដែលស្វែងយល់អូខេចឹងទីក្រុង Tokyo យើងមានប៉ុណ្ណឹងអ្នកគ្នាអាចsearch លើ Google ថែមទៀតដើម្បីដឹងពីព័ត៌មានមុនពេលយើងទៅដើរលេងអរគុណច្រើន